ចាជួយឆ្លើយសំណួរមួយទៀតដោយសារគាត់ពីច្រើនបងប្អូនយើងគាត់វិកៀតថ្ងៃគ្នាអញ្ចឹងគៀតថ្ងៃគ្នានៃការទៅពិនិត្យដីពោះនិងថ្ងៃដែលបញ្ចូលលុយនៅក្នុងប្រព័ន្ធដោយគាត់ថ្ងៃបញ្ចូលលុយគឺថ្ងៃទី3ដល់ថ្ងៃទី17ខែ2ហើយសម្រាប់ថ្ងៃទៅពិនិត្យដីពោះថ្ងៃទី2ខែ2អញ្ចឹងគឺអូនទៅថ្ងៃទី3ទៅតាទី3ទី4អីក៏បានដែរលើសមួយថ្ងៃពីរថ្ងៃបានអត់អីទេពិនិត្យដីពោះណាចាបើសិនបើយើងអស់ឆ្នាំយើងអាចទៅបើកមុនក៏បានឬក៏ចាំដល់ថ្ងៃត្រូវទៅចុចលុយចាំទៅក៏បានដែរដើម្បីអីដើម្បីកុំឲ្យអូនខកណាស់ពីអនសោឬដើម្បីកុំឲ្យអូនខាត់ពេលអញ្ចឹងលើសជាមួយអ្នកគ្រូយើងថ្ងៃពីរបានអត់អីទេអ្នកគ្រូយើងអត់អីទេតែសម្រាប់បអសបើសិនជាលើសយូរក៏អូនអាចនឹងអត់បានលុយតែសម្រាប់អូនគឺនៅចន្លោះថ្ងៃទី3ដល់ថ្ងៃទី17អញ្ចឹងចន្លោះថ្ងៃហ្នឹងអូនទៅថ្ងៃណាក៏បានដែរមិនមែនសំដៅទៅលើថ្ងៃ3មួយថ្ងៃទេឧទាហរណ៍អ្នកគ្រូរបស់យើងគឺគាត់ណាត់ថ្ងៃទី15ខែ2ស្រាប់អីដល់ថ្ងៃ3ទៅថ្ងៃទី17ខែ2ហ្នឹងគឺអូនទៅថ្ងៃទី15យើងចំថ្ងៃអ្នកគ្រូយើងណាត់ក៏បានដែរអត់បញ្ហាទេនិយាយទៅយើងយកមួយណាដែលចំណេញគឺយើងយកមួយនឹងចុះចាបើសិនបើយើងបានជាតិដែកគ្រប់គ្រាន់ហើយបានអីហើយគឺយើងអត់អីទេបើយើងអត់ទាន់បានជាតិដែកអីសោះអាហ្នឹងក៏យើងត្រូវទៅឲ្យបានទៀងទាត់ចាអរគុណចា